ជំរាបសួរបាទបងប្អូនអតិថិជនអរគ្នានេះគឺជាប្រភេទ motor បាញ់ឈរដែលវាមានមុខកាត់ទឹកចូលហើយនិងទឹកចេញគឺឆ្វេងស្ដាំបែបនេះបងប្អូនប្រភេទ motor នេះគេយកទៅប្រើប្រាស់ក្នុងការផ្ទេរទឹកឬក៏ក្នុងលក្ខខណ្ឌអីផ្សេងៗបងប្អូនអាចយកទៅធ្វើជា motor ជំរុញទឹកសម្រាប់ស្រោបដំណាំអីផ្សេងៗបានដែរពាក់ព័ន្ធទៅនឹង motor នេះដែរគឺបងប្អូនគឺវាមានកម្លាំងចាប់ពី1សេសកន្លះទៅដល់50សេសបងប្អូនណាទៅតាមការប្រើប្រាស់ជាក់ស្ដែងរបស់បងប្អូនព្រោះយើងមានពីសេសតូចរហូតដល់សេសធំហើយពាក់ព័ន្ធទៅនឹង motor ហ្នឹងគឺបរិមាណទឹកវាបានច្រើនបងប្អូនណាបានច្រើនហើយចំពោះកម្ពស់របស់វាគឺវាបានមធ្យមបានពីល្បាក់25ម៉ែត្រទៅដល់30ម៉ែត្រគឺថាបានបងប្អូនណាហើយពាក់ព័ន្ធទៅនឹង motor ហ្នឹងដែរបើសិនជាបងប្អូនជាវយកទៅប្រើប្រាស់មានការធានា2ឆ្នាំទៅលើគ្រឿងបន្លាស់បងប្អូនណាវាគឺជាប្រភេទ motor LPP បងប្អូនរបស់ brand Leo អញ្ចឹងបើសិនជាបងប្អូនមានតម្រូវការសម្រាប់ប្រព័ន្ធចែកចាយទឹកឬក៏ផ្ទេរទឹកសម្រាប់បន្លាយបឹងបួរផ្សេងៗបងប្អូនអាចយក motor នេះយកទៅប្រើប្រាស់បានឬក៏សម្រាប់កសិកម្មបានបូមខ្ជាក់ពីបន្លាយមកកាន់ចំការរបស់បងប្អូនឬក៏ប្រព័ន្ធធារាសាស្ត្ររបស់បងប្អូនបាទខ្ញុំសូមណែនាំប្រភេទ motor នេះមែនតើអូខេខ្ញុំមានប៉ុណ្ណេះបងប្អូនបើសិនជាបងប្អូនមានតម្រូវការសូមខមមិនក្រោមវីដេអូឬក៏ទំនាក់ទំនងតាមរយៈការឆាតចូល page ឬក៏តាមរយៈ Telegram ក៏ដូចជាលេខទូរស័ព្ទបាទសូមអរគុណ